សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់និយាយពីជីវិតនៃស្នេហារបស់ខ្ញុំបន្តិចយ៉ាចង់ដឹងអត់អូខេអត់ចង់ដឹងខ្ញុំចង់ប្រាប់អូខេ yes គឺសម្រាប់ខ្ញុំ វា is my first time ព្រោះអីការឆ្លាញ់របស់ខ្ញុំវាមិនមែនការ face to face គឺការឆ្លាញ់បែបតាម app គឺគេហៅ app រកគូហើយខ្ញុំអត់ដែរ like expect ថាវានឹងកើតឡើងចំពោះជីវិតខ្ញុំឯងខ្ញុំធ្លាប់តែឃើញនៅលើជីវិតអ្នកដទៃអញ្ចឹងណាចាហើយជាលើកដំបូងដែលគេហៅថាដែលខ្ញុំដែលថាមាន relationship ទៅសប្ងៃមួយឆ្នាំជាងដែលពួកយើងបានប្រើពេលជាមួយគ្នាទាំងនៅឆ្ងាយនិងនៅជិតគ្នាពេលដែលគាត់មកលេងយើងម្ដងម្កាល yes ហើយអូខេខ្ញុំឈ្មោះសេណា and គាត់ឈ្មោះ Shawan and គាត់នៅស្រីលង្កាចាហ្នឹងហើយហើយពេលហ្នឹងគឺដំបូងឡើយខ្ញុំអ្នកឆាតតែគេមុនទៀតពួកអីខ្ញុំជាមនុស្សលក្ខណៈថាមិន not extrovert ហើយនឹងក៏introvert ដែរគឺខ្ញុំចូលចិត្តតប៉ែជាមួយមនុស្សដែរខ្ញុំស្គាល់តែខ្ញុំអត់ចូលចិត្តនិយាយជាមួយមនុស្សដែលខ្ញុំអត់ស្គាល់ទេលក្ខណៈដែលខ្ញុំអត់សូវ friendly ទេហើយចាហើយ the first time ពេលហ្នឹងគឺខ្ញុំនិយាយជាមួយមនុស្សច្រើនមែនតើហើយខ្ញុំក៏ចៃដន្យដែរខ្ញុំឃើញគាត់ហើយគេហៅរូបរាងបែបមនុស្សធាត់បែបមុខកាច់គេហៅថាបែប mafia អញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំគិតថាការចូលចិត្តរបស់គាត់ប្រហែលជាចូលចិត្តមនុស្សស្រីដែរតូចសស្អាតតូចច្រឡឹងអីចឹងណាហើយយើងមិនមែនជាមនុស្សស្រីតូចច្រឡឹងអីយើងរៀងមៀតធាត់ដែរអញ្ចឹងណាអញ្ចឹងខ្ញុំអត់គិតថានេះឯងក៏ប៉ុន្តែពួកយើងបាន match គ្នាទៅវិញទៅមកហើយពេលហ្នឹងគឺលក្ខណៈថាយ៉ាមានអារម្មណ៍ដែររៀងរឹកដែរលក្ខណៈដែលយើងឆាតអីចឹងទៅគេតិចជាពេលហ្នឹងបាត់មួយថ្ងៃមិនឆានមករកយើងវិញហើយពេលហ្នឹងខ្ញុំអត់ serious ខ្ញុំគិតថាខ្ញុំធ្លាប់លេង app ច្រើនដែរតែវាលក្ខណៈថាវាមានបញ្ហាស្នេហាមករហូតអីចឹងណាអញ្ចឹងក៏ខ្ញុំអត់ដែរបើកចំហឬអត់ដែរនិយាយដែរគឺខ្ញុំគិតថាអូខេសារនេះខ្ញុំអត់ expect ថាខ្ញុំនឹងបានមនុស្សដែលល្អចូលក្នុងជីវិតដែរតែគ្រាន់តែខ្ញុំនិយាយដើម្បីកំដរបាត់ការអបសុករបស់ខ្ញុំអីជាដើមអញ្ចឹងទៅ and accident ថលីពេលហ្នឹងគឺមកគ្នាហើយបន្ទាប់មកខ្ញុំឆាតទៅគាត់មួយថ្ងៃមិនគាត់ឆាតមកខ្ញុំវិញ yes ហើយបន្ទាប់មកមិនគាត់សុំ IG សុំអីចឹងណាហើយយើងក៏យ៉ាគាត់ក៏នៅបន្តគេថាបន្តការរឹកតែតាមពិតមិនមែនគាត់រឹកទេគាត់ថាគាត់ធ្វើការចូលម៉ោង 9 ចេញម៉ោង 4 អីចឹងទៅហើយពេលវេលារបស់យើងគឺខុសគ្នាម្នាក់1ម៉ោងកន្លះអញ្ចឹងពេលហ្នឹងខ្ញុំអត់ដឹងដែរដោយសារខ្ញុំស្គាល់ app ហ្នឹងនៅខ្មែរដូចថាវា viral alert មកឲ្យខ្ញុំនៅក្នុង IG អីចឹងទៅយ៉ាហើយពេលចឹងទៅក៏ចាប់ដើមនិយាយគ្នារហូតដល់ថ្ងៃមួយខ្ញុំមានអារម្មណ៍ថាអាប៉ែនេះរឹកដល់ហើយអញអូខេអញ្ចឹងខ្ញុំចង់ថាចង់មើលមុខពិតអីចឹងណាដោយសារយើងឃើញលក្ខណៈឃើញជីវិតការរស់នៅគ្នាទៅវិញទៅមកដោយតាមរយៈ IG អីចឹងទៅតែគ្រាន់តែយើងអត់ទាន់ឃើញ face to face អីចឹងណាយ៉ាហើយក៏បានជួបទៅក៏គេចាប់ដើមតាមយើងម្ដង yes គេតាមយើងតាមលក្ខណៈដូចថា yes គាត់ intention របស់គាត់គឺ everyday មកយើងហ្មងលក្ខណៈដូចមនុស្សជីវិតរស់នៅជាមួយគ្នាអញ្ចឹងទាំងណែគាត់នៅប្រទេសគាត់យើងនៅខាងនេះអញ្ចឹងណាចាហើយអូខេអញ្ចឹងរឿងហ្នឹងខ្ញុំសូមចាប់ប៉ុណ្្នឹងសិនបើសិនជាវីដេអូនេះមានគេហៅថាមាន viral អីyes មាន viral ឬក៏ដែលថាមានអ្នកដែលគាត់ចាប់អារម្មណ៍ច្រើនអាចតម្លាក់សំណួរនៅក្នុងនឹងបានហើយខ្ញុំនឹងឆ្លើយហើយខ្ញុំនឹងធ្វើវីដេអូបន្តថាតើខ្ញុំលេង app អីតើលក្ខណៈ step by step នៅក្នុង relationship ខ្ញុំពីមួយទៅមួយហ្នឹងតើវាបែបណាអញ្ចឹងណាអូខេបាយបាយអ្នកទាំងអស់គ្នាអរគុណសម្រាប់ការតាមដានវីដេអូ